សូមកុំច្រណែននៅពេលដែលមនុស្សនៅជុំវិញអ្នកគេជោគជ័យកុំស្អប់គេចូលសង្កេតមើលថាតើហេតុអ្វីបានជាគេអាចជោគជ័យតើគេធ្វើយ៉ាងណានៅពេលអ្នកស្វែងយល់ដឹងហើយចូលព្យាយាមធ្វើឲ្យដូចគេឬធ្វើឲ្យលើសពីគេមនុស្សគ្រប់គ្នាខំប្រឹងខ្លាំងណាស់ទម្រាំបានជោគជ័យអ្នកក៏ដូចគ្នាពីដំបូងជីវិតរបស់ពួកគេក៏មិនងាយស្រួលដូចអ្វីដែលអ្នកបានឃើញនៅពេលនេះដែរពួកគេបានលះបង់ទាំងពេលវេលាកម្លាំងកាយចិត្តចំណេះដឹងលុយកាក់និងអ្វីជាច្រើនទៀតដើម្បីទទួលបានដូចសពថ្ងៃដូច្នេះហើយបានជាខ្ញុំចង់ឲ្យអ្នកសង្កេតនិងព្យាយាមធ្វើឲ្យដូចគេអស់ពីលទ្ធភាពកុំអង្គុយច្រណែនទាំងដែលគ្មានបញ្ចេញសកម្មភាពប្រឹងប្រែងអ្វីបន្តិចនោះ